ក្តារពីមុនខ្ញុំគឺជាមនុស្សខូចតែខ្ញុំខូចបែបផ្លូវត្រូវខ្ញុំខូចដូចម្ដេចពីមុនខ្ញុំចូលចិត្តរាប់អានមនុស្សខូចហើយនឹងរាប់អានបងធំព្រោះហេតុតអ្វីខ្ញុំគិតថាមានតែពួកគាត់នឹងទេដែលប្រើប្រាស់អំពើហិង្សារបស់ពួកបើខ្ញុំដើរមិនស្គាល់ពួកគាត់នឹងប្រហែលជាពួកគាត់វាយខ្ញុំហើយមើលទៅពីមុនរស់ខ្ញុំដឹងថាមនុស្សល្អឬអ្នកចេះដឹងគេស្ដាប់ហេតុផលបានតែមនុស្សងងមិនចេះស្ដាប់ហេតុផលទេហើយដោយពាក្យថាមិនអោយខ្សែគប់បុគ្គលពាក្យទេព្រោះពេលនាំឲ្យយើងទៅវិនិច្ឆ័យចុះពេលដែលយើងជាមនុស្សល្អហើយយើងជាអ្នកចេះដឹងយើងឃើញបុគ្គលពាក្យតើយើងទៅថាឲ្យគេតាមតមឬយ៉ាងម៉េចបើថាឲ្យគេនៅឲ្យគេវាយយើងហើយព្រោះមនុស្សពាក្យគេមិនដែលចេះគិតអីតែរឿងខ្លះយើងត្រូវពិចារណាឃើញអ្នកខ្លួនឯងតែមនុស្សល្អក៏ដោយមនុស្សអាក្រក់ក៏ដោយក៏ខ្លាចស្លាប់ដូចតែគ្នាប៉ុន្តែគ្រាន់ថាមនុស្សល្អខ្លាចស្លាប់បែបក្នុងផ្លូវត្រូវមនុស្សមិនល្អខ្លាចស្លាប់ក្នុងនៃផ្លូវខុសមនុស្សល្អណាស់ធ្វើសេចក្តី